ព្រោះប្រពន្ធលោកថាលោកឪពុកអ្នកម្ដាយជាគ្រូទី1របស់កូនប្រពន្ធថាគ្រូទី1ព្រោះខ្ញុំមានដែលដឹងថាប្រពន្ធលោកថាម៉ែឪជាគ្រូទី1របស់កូនដែលដឹងថាយើងជាគ្រូនោះអត់ទេណាបងប្រពន្ធថាម៉ែឪជាគ្រូទី1បង្រៀនកូននោះខ្ញុំគិតមើលមកសំបីតែភាសាឆ្លើយចាស់ឆ្លើយបានមិនកូនចេះពីក្នុងពោះមកទេណាលោកឪពុកអ្នកម្ដាយទេបង្រៀនកូនថាកូនឯងកូនស្រីកូនឯងកូនប្រុសកាលណាម៉ែឪហៅទៅឬក៏អ្នកដទៃខាងក្រៅគេហៅកូនស្រីត្រូវឆ្លើយចាស់ហើយកូនប្រុសឆ្លើយបានអានេះលោកគ្រូទី1បង្រៀនបើយើងអត់បានគិតពីរបស់អ្វីទាំងអស់នៅក្នុងផ្ទះតាំងពីចានឆ្នាំងអីកន្ទេលអីរបស់ក្នុងផ្ទះក៏យើងបង្រៀនកូនឲ្យស្គាល់អត់មានណាមកបង្រៀនស្គាល់បាយស្គាល់សម្លស្គាល់អំបិលប្រហុកអីយើងគ្រូទី1ដែលបង្រៀនកូនបើយើងអត់ដឹងព្រោះនេះបានថាអាចទប់បានមានតែលោកគ្រូទី1ដែលទប់បានបានតែខ្ញុំញៀនអញ្ចឹងការពារវប្បធម៌កុំឲ្យចូលដល់ភូមិព្រៃផ្ដៅខាងត្បូងនេះដោយអ្នកម្ដាយនិយាយនឹងកូនស្រីព្រោះយើងដឹងហើយថាមនុស្សវ័យប្រមាណដែលវាកើតអាសេចក្តីស្រឡាញ់ហ្នឹងបងចេះស្រឡាញ់គ្នានោះអាយុប្រមាណ6 5 6ចេះហើយបងអានឹងវាកើតក្រោយទេមិនមែនកើតមកពីនៅក្មេងទេទៅដើមឈើចាខ្ញុំញាតដើមស្វាយដើមអីមិនមកឃើញតែដើមឃើញតែស្លឹកឃើញអីតែដល់កាលណាអាយុវាគ្រប់ឃើញវាចេញផ្កាមកសេចក្តីស្រឡាញ់របស់មនុស្សដូចគ្នានឹងផ្កាអាកាលណាតពេញវ័យវាកើតសេចក្តីស្រឡាញ់ចេញមកគាត់នឹងមិនមកពីណាទេដល់កំណត់វាចេញទៅដល់ឈើចេញផ្លែចឹងតែចឹងយើងប្រាប់វាតែកូនខ្លាយអីម៉ែឪក្នុងគ្រួសារបើយើងណាស់តែមិនហ៊ាននិយាយអត់បាននិយាយនឹងកូនម៉ែឪណាញញៀនក្នុងមួយយប់មួយថ្ងៃ24ម៉ោងត្រូវឲ្យបានជួបនឹងកូនយើងម្ដងកុំឲ្យដាច់ស្រយាលពីយើងជួបនៅពេលណាថាពេលពិសាបាយល្ងាចរួចនឹងពេលយប់មុននឹងសម្រានជួបជុំនឹងកូនសិនទាំងម៉ែទាំងឪកូនមកនិយាយលេងពីនេះពីនោះរឿងរ៉ាវឲ្យប្រាប់កូនពេលដែលយើងត្រូវជួបរាក់ទាក់នឹងកូនអប់រំកូនបងហើយនិយាយលេងទៅរួចបើឃើញកូនធ្វើអីខុសពីព្រឹកពីម្សិលមិញអីមានឱកាសនិយាយប្រាប់ណាម៉ែពុកឃើញកូនឯងធ្វើអំពើនេះអត់សមរម្យទេមិនល្អទេកុំឲ្យធ្វើទៀតហាមអាហ្នឹងឬយើងណែនាំឲ្យធ្វើអីល្អឲ្យខំរៀនខំសូត្រខំខ្ជិលខំច្អូអាហ្នឹងអប់រំក្នុងមួយយប់មួយថ្ងៃឲ្យបានជួបមកពេលមុនហ្នឹងយើងសម្រានបាយល្ងាចរួចទំនេរហើយរកពេលជួបគ្នានិយាយលេងឲ្យបានជួប24ម៉ោងជួបម្ដងបើម៉ែឪនៅជុំគ្នាជួបទាំងម៉ែទាំងឪបើថាម៉ែរវល់ឪជួបឪរវល់ម៉ែជួបនិយាយលេងនឹងកូនរស់រាយមានវិសាសៈស្និទ្ធស្នាលអត់ដល់អញ្ចឹងកូនវាមានភាពក្តីភាពនឹងម៉ែឪនឹងព្រោះអាស្រ័យទំនាក់ទំនងនោះមានភាពក្តីភាពល្អម៉ែឪនាំអប់រំអីក៏បានដែរចង់នាំទៅវត្តទៅទាំងអស់តែញោមអត់ដែលចិត្តស្និទ្ធវាដល់ពេញកំងរំបាច់នាំទៅណាទេអត់នាំទៅបានទេចិត្តស្និទ្ធអង្គមិត្តភក្តិនោះខ្លាំងជាងអូននេះជាអបាយអាត្មាឃើញខ្លះគេនាំកូនគេទៅវត្តពេញចន្ទងពេញកំងក៏ល្អអស់ហើយគេនាំទៅវត្តទៅចេះថ្វាយអង្គមចេះក្រាបចេះសំពះចេះស្ដាប់ប៉ុន្តែយើងដឹងថាម៉ែឪគេអប់រំកូនគេល្អហើយមានតម្លៃបងម៉ែឪគេមិនមែនកូនវាចេះឯងទេម៉ែឪគេអប់រំកូនគេឲ្យមានបែបបាត់ល្អអត់អញ្ចឹងញោមញាតអប់រំតកូនហើយយើងពេញកំមុំហើយតែពេញកំមុំហើយមានគេស្រឡាញ់ហើយកូនប្រាប់យ៉ាងណាថាមានគេសំស្រឡាញ់ហើយតែបើមានគេសំស្រឡាញ់កូនកុំទទួលគេថាយើងនិយាយប្រាប់ទៅកូនយើងមានខ្លាចអីបងនិយាយប្រាប់ឲ្យត្រង់តែកូនកុំទទួលការសំស្រឡាញ់ហ្នឹងសូមកូនប្រាប់ថាបញ្រៀនកូននិយាយថាខ្ញុំមិនមែនឯកោតែម្នាក់ឯងទេមានលោកឪពុកអ្នកម្ដាយជាអាណាព្យាបាលគ្រប់គ្រងរបស់ខ្ញុំ
បើត្រូវការចង់បានខ្ញុំសូមឲ្យចូលតាមខ្សែបណ្ដោយឲ្យទៅតាកតងនឹងលោកឪពុកអ្នកម្ដាយបើលោកឪពុកអ្នកម្ដាយគាត់ថាសំរុំហើយគាត់ប្រគល់ឲ្យខ្ញុំទទួលបង្កប់កូនយើងឲ្យនិយាយដើម្បីឲ្យមានតម្លៃដល់យើងជាម៉ែឪនោះបងនេះសូមឲ្យយើងញាក់ជ្រាបតែម្យ៉ាងទៀតបើកូនវាជ្រុលទៅហើយជងស្រឡាញ់គ្នាជ្រុលតើស្រឡាញ់ជ្រុលមិនក៏ធ្វើឲ្យបានតាមខ្សែបណ្ដោយមកតាកតងយើងកុំឲ្យលះបង់យើងចោលសម្រាប់តែចិត្តរបស់វាអត់បានទេឲ្យតាកតងមកយើងឲ្យកូនយើងនោះណែនាំគេហើយបើយើងស្រឡាញ់គេជ្រុលឲ្យដកចិត្តមិនបានទេមកខ្សឹបប្រាប់ម៉ែថាម៉ែខ្ញុំដូចស្រឡាញ់គេជ្រុលហើយណាម៉ែបើគេចូលមកនិយាយម៉ែឲ្យខ្ញុំទៅគេទៅណាម៉ែមិនឲ្យគេខ្ញុំយកខ្ញុំទៅការណាខ្ញុំអត់ការទេសុខចិត្តនៅព្រៅតាមណាញោមនិយាយប្រាប់កូនយើងចឹងបងអានេះបើវាបាក់ចិត្តទៅហើយហ្នឹងធ្វើម៉េចឲ្យយើងនៅមានតម្លៃលើកូនឲ្យគេចូលមកតាកតងតាមរយៈយើងបងកុំឲ្យយើងអូកន្ទេតាមកូនហ្នឹងអត់បានទេឲ្យយើងនៅមានតម្លៃទៅលើកូនយើងមិនរៀនកូនយើងចឹងបាទនេះសម្រាប់សង្គ្រោះទី4ហ្នឹងបងតាមញោមណែនាំមិនបាននៅភូមិព្រៃផ្ដាវឯត្បូងហ្នឹងចាំមើលឆ្នាំមុខមកអាត្មាមកសួរថាល្មិចតែកូននេះព្រៃផ្ដាវប្រយ័ត្នឲ្យញោមកុំឲ្យវត្តធម៌ពុបច្ចេកទេសចូលមកគ្រប់សង្កត់យើងបងថែរក្សាប្រវេណីពុជពងវងតកូលយើងឲ្យបានបងទី5កាលណាបើរៀបចំឲ្យកូនមានគូសកលត្រឹមត្រូវល្អហើយត្រូវចែកគេមរតកឲ្យត្រៀមគេមរតកទៅបើប្រពន្ធលោកបញ្រៀនយ៉ាងឯងថាទី5ត្រូវចែកគេមរតកឲ្យកូននៅប្រពន្ធឲ្យលោកបញ្រៀនយើងមានអីចែកហ្នឹងមានដីស្រែដីចង្ការមានផ្ទះមានសម្បែងយើងបែងចែកទៅវេលាដល់គេមានគូសកលហើយនឹងត្រូវប្រគល់ឲ្យគេជាអនុស្សាវរីយ៍របស់លោកឪពុកអ្នកម្ដាយជួនកាលក៏មានជៀនមកវងខ្សែកមកខ្សែទៅបើតើវក្រក៏ឲ្យទៅអញ្ចឹងកុំឲ្យទៅវាអត់ទៅទេតាមបានហើយបើហ្នឹងតួនាទីរបស់យើងអញ្ចឹងខំរំមេឲ្យបានច្រើនតែទៅបើទុកឲ្យកូននេះមេរៀនរបស់ប្រពុតណាញោមញាតឬមានដីស្រែណាយើងបែងចែកទៅកូនមានប្រមាណបែងឲ្យបានគុំទាំងធ្វើមាត់ប្រាប់វាបងចៅដល់មានប្តីមានប៉ុនតាមប្រាប់ទៅអញ្ចែកស្រែហ្នឹងជាគេមរតកតំណែលគេតំណែលនេះធ្វើ5យ៉ាងដែលលោកឪពុកអ្នកម្ដាយគប់3សង្គ្រោះកូនអីសំខាន់បំផុតទី3ហ្នឹងឲ្យទៅរៀនបងឲ្យមានបញ្ញាចម្រើនលូតលាស់ឡើងនេះសម្រាប់មនុស្សបើញោមញាតមិនឲ្យរៀនទៅនៅតែថោកទាបល្ងងយ៉ាងឯងបងឲ្យញោមឲ្យរៀនសូត្រចេះដឹងទៅរៀបចំស្រុកទេសយើងបានហើយប្រពន្ធលោកសំដែងទៀតថាបុគ្គលមិនថោកទាបប្រុសពូជប្រុសជាតិប្រុសត្រកូលទេកុំឲ្យនឹកឃើញថាអញអ្នកប្រេងផ្ដាវខាងត្បូងនេះអ្នកស្រែចម្ការរៀនមិនក៏វាមិនចេះដឹងបើគ្មានតម្លៃអត់ទេតែគិតចាក់ខុសក្នុងប្រពន្ធដែរប្រពន្ធថាបុគ្គលមិនថោកទាបប្រុសពូជប្រុសជាតិប្រុសត្រកូលទេបុគ្គលថោកទាបប្រុសអំពើដែលគេធ្វើទេអំពើពៀលាអបាយមុខនោះថោកទាបឯងតែយើងកូនអ្នកស្រែមែនតែយើងសិក្សារៀនសូត្រឲ្យចេះដឹងមានតម្លៃខ្ពង់ខ្ពស់ត្រៃថ្នូរញោមញាតមើលសម្ដេចមហាសង្ឃរាជជនណាត់លោកអ្នកស្រែទេណាបងនៅកំពង់ទ្រូងនៅស្រុកអីព្រៃផ្ដាវអ្នកស្រែទេណាមើលអត់ដល់លោកសិក្សារៀនសូត្រមានចំណេះវិជ្ជាគេទទួលស្គាល់ពោទូទាំងប្រទេសរហូតដល់ប្រទេសភូមាគេទទួលស្គាល់ទៅលង្កាគេទទួលស្គាល់ថាអ្នកប្រាជ្ញមានរូបលោកនៅប្រទេសស្រីលង្កាប្រទេសភូមាអីគេទំគុំក្នុងការជាអ្នកប្រាជ្ញតែណែបញ្ជាក់តែមនុស្សមិនថោកទាបប្រុសពូជប្រុសជាតិបតកោแล้วក៏មិននឹកឃើញថាអូយអញអ្នកព្រៃផ្ដាវខាងត្បូងរៀនមិនក៏វាមិនបានត្រៃថ្នូរអត់មែនទេញោមញាតប៉ុន្តែមានគេរៀនសូត្រចេះដឹងខ្លះតាអ្នកស្រុកនេះនឹងមើលគេរៀនចេះដឹងមើលសមត្ថភាពគេក៏គេអាចធ្វើជាមន្ត្រីរាជការឲ្យបានដែរបងបើមិនរៀនមិនទៅធ្វើអីទេអត់ធ្វើឲ្យបានទេសំបីតែម៉ែឪដែលស្រឡាញ់កូន
đã trong ai con thao tiếc trong ai con thuê cho vai khẻ trong ai con thuê cho vai srau thôi mình không ta lơ con này thuê ở bàn nên ta là con cái miền về chia luôn cái bằng cái thuê bàn nè ta mà xăm rằm anh ấy bà sờ lanh con chào té cứ miền tây rừng mùi để chìm rừng con riêng để bán đọt trời tan này về chia làm ăn này nhiều nhiên nè ta mà xăm bắt âm mà năng bỏ này chia ở vạt bỏ bộ bột àเราชอบไอ้โลปุ่งเนี่ยมันได้ยัยบานสังเคราะห์ก้อนปนังไงแล้วยัยปีโกนสังเคราะห์วิ่งโลปุ่งเนี่ยมันได้โลปุ่งเนี่ยมันได้ก็จะหายปานนี้โลปุ่งการนิจกรรมได้ยังอัดมานตมนุกบมรำกัดเตเมื่อตอนเนี่ยมันได้ตีมวยโลไอโกนึงเจียมเมียดาใบดาเพราะก็จักจะเรียหายพอก็เพื่ออัดมานเตเพราะก็เช่นเช่นยืงเมาไอ้ก้อนประมาณก้อนพรำประมวยใหญ่ประมวยก้อนประมวยมันเอาปีนี้เช่นก้อนประมวยมันสรุนแค่นั้นปอรอดรับรอดสมัยติดดามาเธอสลายเธอจำกาไอ้บ้านมาก้อนตันดามซีก้อนประมวยมันไม่เอาได้ทั้งโง่ได้ได้ทั้งโง่ได้ป่ะอย่างนั้นก็ต่อสุนเชมคือก็ทำมาก็อัดได้โง่แต่เราบ้านมองมือมันซ่อนลงก้นว่าซีหรือไม่เอากันเยอะๆเนี่ยนี่ก็เราเชมยังก็ตั้งไปยังการมองดอนยังอายุเชี่ยงมาเพยยังเกิดมายังเมียนได้เราไอ้บ้านปลาคือไอ้สมบูรณ์เขาเอาก็เราไอ้สลีหมออาหารก็เราไอ้บริโภคเสียสมบัติก็รอไอ้เน่านำเชียบาโรกอาการนำเมียนจงื้อก็โยเตาเชียบาโรกติงทนำได้หรือก็นำเตาเป็ดเตาเราบอกต่างปูนยางนี่พอก็ต่างพอก็บำรุงยังสลายนะโกนลังประมุยเนี่ยยังเกิดมายังปราสมบูรณ์เขาเอาปอมไม่เอามันนี่ประมาณไม่เติมประมาณภาพเตาไม่เอาเมียนได้เกิดนาบริพุงก็ไม่เอาประมาณตอนแล้วมันเนี่ยรำเท่ามายุเชียงมาไปนะก็กูละได้ทั้งโง่เตะก็ชิงเชียมเยื้องดอยวัดทบบุญญาณไปสำหรับเยื้องเนี่ยการพุทธศาสนาในตีนเก็บปราเปียถ้าไปใจบุญแต่เรื่อยเธอบนไปใจบุญในเมียนได้แล้วไปใจบุญในเมียนได้ไปใจบุญโยมเนี่ยการพุทธศาสนาแต่ลือถ้าไปใจบุญนึกเกินไปใจบุญกิสรับเพื่อประเกณฑ์ประสังตาก็ได้ยอดอัตรมตีเงยยอดเข้าสละปัญญาไปใจบุญเมียนประสังเมียนสมังใจบ่อเมียนอาหารเป็นบาทเมียนก้อนเป็นสละเมียนธนามเชียบาโรโยมเนี่ยก็ถ้าประสังถ้าขลุ่นเองได้เนี่ยประเกณฑ์ประสังประใจบุญตรากาประใจบุญเนี่ยอันนั้นได้เบาแล้วเนี่ยกันมาโยมเนี่ยสมบูรณ์เขาเอาประใจตีมวยมาห้องอาหารไปสำล้อประใจตีปีเตี้ยสบายเนี่ยประใจตีใบนำเชียบาโรประใจตีบุญเนี่ยวัตถุบุญอย่างแต่เพียซาปะไลลูกทับปัจจัยปัจจัยบุญปัจจัยเชียปะไลบุญขมายแต่บ่ปะไลแต่จะโตปัจจัยบ่ขมายยังเปียกมาตรันใหญ่ๆขมายมากนัดปะไลมากนัดปัจจัยบุญวัตถุบุญอย่างในกิจเปิดแต่เมียนขณะยืงอัดปัจจัยบุญนี้สักได้วิญญาณอันตรายการตอนชีวิตยังไงเปล่าการนายังเมียนครบทั่วชีวิตยังไอเมียนสลายสู้สลายปัจจัยบุญนั่งเปล่าไอปัจจัยบุญนี่โยมเนี่ยชอบโยนถ้าตรากาแต่ประสังโยมเนี่ยก็ตรากาโดยเนี่ยต่อเพื่อสำหรับมโนเลือกแผ่นใดนี่พระพุทธมโนเลือกแผ่นใดเตะต้องนำปัจจัยบุญเนาะโยมเนี่ยมาเนี่ยน้ำมันสิเขาเอาที่สมบูรณ์เฉียดน้ำมืดได้มันปอได้พกมาหอบอาหารน่ะแล้วก็มาหอบอาหารไว้เขาเนี่ยยังอาซียังปอได้พกเต้าป้ายบอกบ่อเต้าปลารังเว้บ่อได้พกนมปังเต้าออสเตรเลียปอดพกพิซซ่าเต้าสัตว์อาหารได้แต่คนนี้ปอดำใบรอดได้คนนี้อันนั้นสมัยยังเยอะๆเลยชาวบ้านนะปอ
អានឹងសម្រាប់បច្ច័យ4នឹងត្រូវយល់ថាមនុស្សទូទៅទាំងអស់បើពីមុនញោមញាតអត់យល់យ៉ាងទេបើកាលណាអាត្មាប្រាប់ឲ្យដឹងនៅជប់យល់ខុសទៀតហើយយើងក៏ត្រូវការប្រើប្រាស់បច្ច័យ4ដែរអាបច្ច័យ4ដែលធ្វើជីវិតយើងកាលណាយើងមានបច្ច័យ4គ្រប់គ្រាន់ធ្វើជីវិតយើងឲ្យមានសិរីសួស្តីសប្បាយរីករាយព្រោះបច្ច័យ4ហ្នឹងឯងបងតែខ្វះបច្ច័យ4ហ្នឹងក៏ຕົកឲ្យគេដែរអ្នកក្រអ្នកដែលល្ងងវារកអាបច្ច័យ4នោះវាមិនគ្រប់ហើយបងលែមលហាមហ្នឹងឯងបច្ច័យ4បើអញ្ចឹងក៏បីយមញាតដឹងថាបច្ច័យ4មិនត្រូវការប្រើតែប្រសងទេអញនោះក៏តែជាប់តែមនុស្សនៅលើផែនដីទាំងអស់ជាតិណាក៏ត្រូវការនឹងបច្ច័យ4នៃពាក្យរបស់ពុទ្ធលោកសំដែងជាសកលត្រឹមត្រូវទាំងអស់មិនចេះសាបសូន្យទេបងនេះសូមឲ្យញោមញាតជ្រាបអាស្រ័យនេះយើងត្រូវចិញ្ចឹមអ្នកម្ដាយលោកឪពុកយើងដោយបច្ច័យទាំង4ឲ្យទំនុកបំរុងកើតឲ្យគ្រប់គ្រាន់សម្ពុតខោអាវទៅមកអូបអាហារទៅរិចក៏មានកន្ទេលមានខ្នើយក្រេអីទៅលោកសង្គ្រោះចូលបច្ច័យ4ក្នុងផ្ទះសម្បែងដែរបងហើយក៏ឆ្នាំជាបាលរោគវិលាលោកមានជំងឺនាំលោកទៅព្យាបាលឲ្យពេទ្យគេពិនិត្យឲ្យត្រូវចិញ្ចឹមបីបាច់ថែរក្សាជាករណីចាំបាច់បងប្រយ័ត្នគ្នាដល់6នាក់ម្នាក់គិតតែប្អូនគេទៅហើយបងគេទៅហើយម៉ែអត់បាយក្រៀមកពិតបងឯងរវល់កូនឯងផងរវល់ការងារផងគិតម៉ែនោះអត់បានគិតដល់ទេអានឹងប្រយ័ត្នអញ្ចឹងគេត្រូវដាក់គ្នាបណ្ដាក់គ្នាទៅនិយាយគ្នាទៅកូន6ហ្នឹងអុយម៉ែនៅជាមួយកូនទីប្រមាណម៉ែនៅជាមួយកូនទីប្រមាណឥឡូវហ្នឹងបងនៅជាមួយកូនទី1បងគេចាំណាប្អូនណាប្រយ័ត្នសង្អាងតបងហើយអត់ទៅជិតម៉ែប្រយ័ត្នណាក៏កើតនៅរស់អត់សល់រវល់ប្រយ័ត្នដល់កើតបាត់បង់វាតាំងតែយំបោកខ្លួនហ្នឹងទៅយំបានការអីទៅបូជាគុណយកទឹកភ្នែកទៅបូជាពុទ្ធថាមានបានប្រយោជន៍អីមនុស្សល្ងងទេបើមនុស្សគេចេះដឹងណាគេទំនុកបំរុងតបគុណរងកើតឲ្យលោកនៅរស់ហ្នឹងបងអាហ្នឹងចឹងសូមឲ្យដឹងយ៉ាងនេះទី1ហើយបងត្រូវចិញ្ចឹមបីបាច់ថែរក្សាគាត់ប៉ុន្តែយើងអ្នកកាន់ពុទ្ធសាសនាអត់បានធ្វើយ៉ាងទេអត់បានធ្វើយ៉ាងទេនៅអាត្មាទេសនានេះសូមបញ្ជាក់ពីសម័យបុរាណកាលណាខែភ្ជុំបិណ្ឌនេះគេរែកឆ្នាំងហុងឆ្នាំងការីទៅវត្តព្រោះអត់មានចានស្រាក់ដួសបំបែកទេណាតែចដូចទៅតាមញោមអាត្មារែកឆ្នាំងហុងឆ្នាំងកន្លោរីទៅវត្តទៅដល់ទៅដួសដាក់ចានដួសដាក់ចានលើកថាទៅប្រគេនលោកយកទៅប្រគេនលោកថ្វាយអង្គមគោរពឲ្យលើកប្រគេនលោកតន់ភ្លាន់ល្អដល់វសល់អាសន្លោះការីសន្លោះហុងបាតឆ្នាំងមកផ្ទះវិញដួសទៅជូនម៉ែឪតើដួសទៅជូនម៉ែឪក៏រស់នៅផ្ទះប៉ុន្តែអត់បានយកទៅប្រគេនយកទៅជូនដោយព្រះសង្ឃទេណាបងកាន់សន្លោដាក់ចានពីផ្ទះទៅដើរយូរទៅផ្ទះទៅដល់ម៉ែឪនៅផ្ទះអត់បានជូនគេទេយកសន្លោទៅដាក់លើតុអត់បានជូនទៅដែរទេប្រាប់ថាម៉ែខ្ញុំយកសន្លោមកជូនចាំភាសាសន្លោខ្ញុំយកមកដាក់លើតុហ្នឹងធ្វើនឹងខុសណាស់បងអាត្មានិយាយពីប្រៀបថាធ្វើអញ្ចឹងដូចគេចិញ្ចឹមឆ្មាទេអ្នកចិញ្ចឹមឆ្មាគេលាយបាយឲ្យឆ្មាអត់គេដាក់ទៅគេគោះចានមានមកស៊ីបាយហើយយកទៅឲ្យម៉ែឪយកដូចដាក់បាយឲ្យឆ្មាទេណាបងអានឹងឈប់ឲ្យមានលក្ខណៈហ្នឹងត្រូវដួសឲ្យយកទៅថ្វាយបង្គំលើកជូនគាត់ឲ្យត្រឹមត្រូវថាម៉ែពុកកូននឹមសម្លមកហូបយកមកជូនម៉ែពុកសុំឲ្យពិសាមកហូបអាហារបកូនបងថ្វាយបង្គំចារួចយកទៅវត្តយកទៅជូនម៉ែហ្នឹងមុនទៅវត្តទៀតបើម៉ែឪរស់នៅយកទៅបូជាម៉ែឪមុនយកទៅបូជាព្រះសង្ឃកុំឲ្យសល់ពីវត្តបានយកទៅជូនម៉ែឪដល់បានទេហ៎ព្រោះឥឡូវបង្វិលត្រឡប់មកវិញមុនម៉ែឪនៅត្រូវយកមកហូបអាហារទៅបូជាគាត់មុនរួចសុំយកទៅវត្តតែបើមកហូបអាហារនោះវាតិចទេបំបែកបត់បានបាច់យកទៅវត្តទេយកទៅជូនម៉ែជូនពុកអបសាបូជាព្រះ
ព្រោះម៉ែឪនោះប្រពុតថាជាព្រះអរហន្តរបស់កូនណាអហុណយោប្រពុតថាខ្លួនលោកជាព្រះទី2ដែរម៉ែឪជាព្រះទី1របស់កូនលោកឲ្យតម្លៃប៉ុណ្ណាបើអញ្ចឹងកុំឲ្យធ្វើដូចពីមុនទៀតតែបានហើយត្រូវបូជាព្រះទី1ហ្នឹងក៏ឲ្យបានត្រឹមត្រូវល្អបរិបូរណ៍សមទៅគោរពព្រះសង្ឃនៅវត្តហ្នឹងបងនេះបានត្រឹមត្រូវពីមុនមកអត់ទេទៅអសល់ពីវត្តបានយកទៅជូនម៉ែឪយកជូនម៉ែឪហើយអត់បានលើកជូនទេទៅដាក់លើតុប្រាប់ថាម៉ែខ្ញុំយកសន្លមកដាក់ទៅចាំភាសាអត់មានគោរពបូជានេះក្នុងលក្ខណៈដែលចិញ្ចឹមបីបាច់ថែរក្សាគាត់ចាស់ជារាត្រុត្រូវមកឬមិនដែលម៉ែឪណាហ៊ានទីឲ្យទីកូនទេអត់ទេបងអត់ក៏សោះចិត្តនៅស្ងៀមនៅកូនគេនឹកឃើញគេឲ្យគេយកទៅតែម៉ែឪណាទីឲ្យពីកូនហើយទី1ទី2ត្រូវជួយធ្វើកិច្ចការគាត់លោកឪពុកអ្នកម្ដាយគាត់ចង់ធ្វើអីធៀបប្រមាណតែគាត់ចង់ធ្វើបន់ចង់និមន្តប្រសង់សង្ឃទានអីចឹងយើងកូនចៅលឺហើយប្រាប់គ្នាទៅថាបងហើយប្អូនហើយឥឡូវបែកពុកក៏ចង់សង្ឃទាននាំគ្នាធ្វើកម្មវិធីជូនគាត់ឲ្យបានទៅនេះកិច្ចការដែលគាត់ចង់ធ្វើឬតែចង់ឲ្យត្រូវធ្វើឲ្យបានដោយហើយទៅគាត់ចង់ទៅវត្តណៃសិលក៏ចង់ទៅវត្តទៅសមាទានសិលវត្តទៅវត្តឆ្ងាយមកក៏ទៅមិនរួចសងៃមានយានយន្តនេះតាយើងឲ្យបងប្អូនទៅណាទំនេរឲ្យគេជូនក៏ទៅវត្តទៅបំណងដែលគាត់ចង់ទៅណាសមាទានសិលរួចទៅក៏ក្រុមគាត់យកមកវិញទៅនេះថាលោកឪពុកអ្នកម្ដាយគាត់ចង់ធ្វើឲ្យចង់បានឲ្យត្រូវកូននោះធ្វើឲ្យសម្រេចចិត្តរបស់គាត់ដែលគាត់ចង់បានឲ្យពេញចិត្តហ្នឹងនេះទី2ទី3ត្រូវថែរក្សាពូជពងវង្សត្រកូលរបស់គាត់ពូជពងវង្សត្រកូលរបស់គាត់ជាត្រកូលរបស់សម្បរោះមិនអសម្បរោះទេគឺជាអ្នកមានទានមានសិលមានភាវនាចិត្តនឹកមេត្តាដល់មនុស្សសត្វទាំងអស់ក៏មិនបៀតបៀនជីវិតសត្វថាត្រកូលសម្បរោះហើយញាតិមិត្តក្នុងភូមិព្រៃផ្ដាវខាងត្បូងមានទុក្ខរៈអីគាត់ទៅជួយរំលែកទុក្ខរបស់គេណាឯងមានគ្រួសារណាស្លាប់គាត់ក៏ទៅជួយបន់ជួយមេត្តានេះគេថាត្រកូលសម្បរោះក៏បីយើងកូនចៅថែរក្សាលំអានពូជពងវង្សត្រកូលរបស់គាត់កុំឲ្យធ្លាក់ចោលលំអានរបស់ត្រកូលក៏យ៉ាងណាយើងចាំទៅដល់អត់ពីគាត់ទៅឬគាត់នៅដែរយើងថែរក្សាកុំឲ្យធ្លាក់ចោលហើយកូនសប្តាហ៍នេះមានបញ្ញាចេះដឹងចឹងម៉ែឪតែว่าយើងបានរៀនសូត្រយកថែរក្សាពូជវង្សត្រកូលកុំឲ្យធ្លាក់ចោលដោយសារយើងចិនគេថារក្សាយីហោខ្មែររក្សាពូជពងវង្សត្រកូលដ៏ល្អរបស់លោកឪពុកអ្នកម្ដាយកុំឲ្យធ្លាក់ចោលដោយសារយើងតែធ្វើកតញ្ញូដ៏ល្អរបស់កូននោះថែរក្សាទ្រទ្រង់ពូជពងវង្សត្រកូលរបស់គាត់កុំឲ្យពុកអ្នកម្ដាយជាអ្នកមានទានមានសិលមេត្តាករុណាដល់មនុស្សសាស្ត្រដល់កូនមកអត់បុណ្យក៏មិនជឿបាបក៏មិនជឿសាសនាក៏មិនជឿគុណទោសអីក៏មិនជឿនេះខូចហើយពូជពងវណ្ណពលរបស់គាត់តាមពុទ្ធសាសនាមានទោសទៀតបើយើងបំផ្លាញត្រកូលដ៏ល្អរបស់គាត់ឲ្យហិនហោចសាយើងណាបើឲ្យវិញ្ញាសាយើងមានទោសទៀតហើយទី3ទី4ត្រូវចាំពាក្យទូលមានព្រិនបដៅរបស់លោកឪពុកអ្នកម្ដាយដែលក៏តែងទូលមានព្រិនបដៅប្រាប់សេចក្តីល្អសេចក្តីឲ្យយើងធ្វើសេចក្តីអាក្រក់ហាមយើងមិនឲ្យធ្វើយ៉ាងណាចងចាំកុំបំភ្លេចចោលយកមកអនុវត្តយកមកបប្រតិបត្តិប្រចាំជីវិតយើងរួចនាំពាក្យរបស់គាត់ទទួលមានអប់រំកូនចៅយើងទៀតព្រោះពាក្យអវាទទូលមានព្រិនបដៅរបស់លោកឪពុកអ្នកម្ដាយនេះជាសាសនាមួយដែរបើយើងពោលជាបល័យថាមេត្តាបេតុសាសនាព្រោះយើងនិយាយពុទ្ធសាសនាជាភាសាបាលីបើយើងនិយាយជាខ្មែរថាពុទ្ធនិយាយជាខ្មែរថាពាក្យទូលមានព្រិនបដៅរបស់លោកអ្នកត្រាស់ដឹងពុទ្ធសាសនាប្រែជាខ្មែរតែអញ្ចឹងពុទ្ធលោកអ្នកត្រាស់ដឹង
ดังจังเปียระบอมแม่เอาเชียศาสนามุยได้ได้โกนผู้กรบผู้ไทยรักษาโดยยังไทยรักษาพุทธศาสนาเปียอวาดประพลอย่างต้นเนี่ยอย่างเปล่าในสมัยก่อนเจ้าต่างอันนี้ตีบุญตีปรำการนาบโลกตัวตูนมรณะกาลต่อการโลกคำมุกอันนี้โลกปกต่อคำมุกปันยังก่อนเจ้ากับใบถือบอลถือกสาลเอาตื้อจูนตัวโลกไอ้บ้านยังย่อยบอลทอมนี่ยังถืออยู่บ้านมาดองได้นะป่อมารอยทั้งไงบ้านมาดองจนกาปีใบชนะไอ้บ้านมาดองเตจนกาไงชุมเป็นเต้ามาพรึกเต้าโจชนะเต้ามาพรึกเต้าเวิร์นเอาลงเวอร์ละเธอแบบเอาลงเวอร์บอลทอมจะไงถือแต่จำนายประจารณะเมียนบอลได้ยังเต้าถือบานง่ายบ่ต่อยบ่อย่างซ้ำเอาเฉียบอย่างตัวเชียคลาไงชุมเป็นเต้าเวิร์นมาพรึกไงโจชนะไงลางสะตัวฉลองพนมมาประมาแค่มาชนะไปรอยหอกสปรามทั้งไงเต้าบานแล้วมาทั้งไงปีประนะจุ่มเป็นมาประโจชนะมาประโบต้องมาทั้งไงมาชนะไปรอยหอกสปรามทั้งไงเอาไปรอยหอกสปูนทั้งไงอัดเต้าวัดเธอบอลเลยซอฟบรงเวอร์นั่นนะบอไงชุมเป็นเตาวัดสักลายไม่เอามาโรผมเป็นวัดมันเคยดับบรรดาซาแต่บานเตาคลานั่นกลายเตาบรรดาซาไม่เอาเนาะรอซีมันเกิดเมื่อนะเจ้าแม่กิท่าสตราไอ้มาเป็นนะกิท่าแต่ไปชุมเป็นไหนยุ่มปบาเลยนรกปลายไอ้มาดารอกอนเจ้าเราผมเป็นวัดแต่มันเคยเนี่ยปตุ้ยบรรดาซายุ่มตรำได้รุ่งสมัยจึงกวางแล้วคลายเตาบรรดาซาไม่เอาก็เตาไงนอนนานกับเตาเนี่ยพระนั่นไม่สวรรค์มันเมื่อไงมาพรึกอ่อนเห็นพระแต่เตาวัดไรเตาบรรดาสาไม่เอากี่ก็เหาะแต่กี่เป็นย่อยแต่ขมิ้นกมปีในการนาสำแดงอย่างหนึ่งเตะละมาไหนอ่ะมันเออละง่วงได้ชื่อจังนั่งมันได้จะดังยอดชื่อแต่พอเมียนน่ะกมปีน่าจะยุ่งพอบ้านเล่นนรกบ่อยดารอกคนใหม่เอาอันเมียนแต่ละสอบละมานะยังเอาตื้อกระสอบปนเติมนั่งลูกนาตีนางไรนานักไรนาโลกตัวก็ไรหนึ่งไอ้อันเนี้ยดารโกนเตปอในซอมเฉียบจังเราลุกอาชิมเนื้อนางมวยไอ้บอลได้ยังเราเพิ่มบ้านได้เงี้ยไอ้บอบเชียเยี่ยมจังเถอะเธอบ้านเราทั้งไงบ่ยมเงียดเราเช็ดวัดเจอพระลังนำใบมาตาแล้วด่าเลือดตกมุกเดียเตอร์ประสองลูกดาเราเป็นบาทเคยยมด่าใบลูกเมาเรายังด่ามาเกณฑ์ลูกมาเวทีเวจะไตรนี่ไอ้เตอร์มาเวยังเอาได้เตอร์มาหอบไอ้เอาตึ้งชูนตะโลปุ่งเนี่ยมาได้ไอ้บ้านยังนี่ประเพณีนะเพราะเราถ้าการนำมาเอาตัวมรณะกาแล้วกับใบโกนเอาซาฟืบบอลเอาตึ้งเตอร์ไอ้บ้านยังย่อยจะด่าบ้านประเกณฑ์ประสังเราทั้งไงยังไงนอกว่าcái đấy đời mai nước dương con ra là thằng ngày tao xá tinh nung như một nhà dương cái đấy nước con nó đã con mà ông ngập tới mà chăn nước ta pi preng và nó thời gian ấy trong vơ na bao ban nước là lực con đê cha ta ma xâm chìm riệp chẳng bởi nhung như ai thôi bát đam bài đã bát có sang từ đã tụ mục tiêu tao đạp tao bài tao lục hơi lục mò hết và đa râu bài như này và dương tầm ní đã tao ở dương mình tầm ní tao có ai mai cả đã tao chư chun tao ao tao dạy ta ai tao đưa miền na tầm ní đã tao có chuyện bẩn ở cái này nó cao tao nức rồi lớnต่อคนอุปการะเราบาโลปุ่งเนี่ยมาได้นักพานยังย่อยจะตีผมพรในเชียอวาดเราบอกประสมาสัมพนได้บอกองตรงสำแดงตูเมียนพริมดาวบาสนาเชียเนี่ยกันพุทธศาสนาต่างอ้อดังเราเปียตูเมียนพริมดาวเราบอกประสมาบอกอัดคอเต้นเนี่ยนาก็มันคอได้ไม่เอาก็สังกรโกนก็อัดคอได้พอว่ายังเมียนเวียสนาดอลอเพราะลูกสังเคราะห์เต็มเต้าหรือแม้เอาที่บางโกนสังเคราะห์เต็มเต้าเกิดก็เมียนสำนาในชีวิตชาให้จังกรอยนั่งเกิดบ้านทูสราดได้โกนกิตมนุกบำรองบ่เนาไปใจจังไรปูนกรุบกรันชื่อกิโยตะเคียบานบอก
នេះជាអវាទរបស់ប្រពន្ធពរួយអាត្មាជំរាបថាម៉ែឪនេះលោកថាជាព្រះអរហន្តរបស់កូនជាព្រះទី1របស់កូនក្នុងពុទ្ធសាសនាថាកូនណាទៅសម្លាប់ម៉ែត្រូវអនន្តរយកម្មទោសធ្ងន់ណាស់ណាមេតុឃាតសម្លាប់ឪពុកកបិតុឃាតត្រូវអនន្តរយកម្មទី3អរហន្តឃាតមនុស្សទៅសម្លាប់ព្រះអរហន្តអរិយសង្ឃលោកដែលខ្សែអសវៈកិលេសអស់ហើយអរិយសង្ឃសម្លាប់ក៏ត្រូវអនន្តរយកម្មទី4លោហិតបានបុគ្គលណាទៅបទុសរាយនឹងប្រពន្ធយកដុំថ្មយកតំបងទៅគប់ទៅវាយឲ្យត្រូវប្រកាយប្រពន្ធឲ្យចេញឈាមសមានតែសត្វរុយមួយស៊ីឆ្អែតបុគ្គលនោះត្រូវអនន្តរយកម្មហើយដូចជាទេវទត្តដែលប្រមៀលដុំថ្មពីលើកំពូលភ្នំកុជកោតធ្លាក់មកត្រូវមរៀមបបាទប្រពុតបែកចេញឈាមរុយមួយស៊ីបានទេវទត្តត្រូវអនន្តរយកម្មទី5បំបែកសង្ឃបំបែកប្រសង្ឃឲ្យបាក់បែកគ្នានៅក្នុងវត្តឲ្យបែកសាមគ្គីចែកបច្ចចែកពួកណាអនន្តរយកម្មដែរតែអាត្មាលើកពីទោសធ្ងន់5នេះព្រោះវាជាប់ជំពាក់លោកឪពុកអ្នកម្ដាយអានឹងចឹងបងអានឹងសុំឲ្យញោមញាតិដែលជាកូនចៅនឹងប្រយ័ត្នផងនឹងលោកឪពុកអ្នកម្ដាយនេះមែនទែនកុំប្រហែសកុំទ្វេនឹងគុណឧបការៈរបស់ព្រះលោកក៏បីគោរពបូជាលោកបោសងគុណលោកទើបលោកនៅរស់បើថាអនិច្ចកម្មស្លាប់ផុតនឹងនៅឯណាទេតែធ្វើបន់ខែងងឹតនេះបានធ្វើបន់ខែភ្លឺយើងជូនឲ្យទៅកើតភ្នែកកើតឃើញក៏ទទួលយកពីយើងឃើញឪពុកម្ដាយទទួលហ្នឹងមើលឃើញអ្នកគ្នាទៅធ្វើបន់ខែភ្លឺបានបន់បានអានិសង្សណាស់វាសម្រាប់ធ្វើកតញ្ញូចំពោះមេត្តាបិតានេះអ្នកប្រាជ្ញទាំងឡាយលោកសរសើរពោលថាបុគ្គលដែលមានកតញ្ញូនឹងរមែងមានកិត្តិយសកិត្តិឈ្មោះអ្នកប្រាជ្ញបណ្ឌិតលោកសរសើរបុគ្គលដែលមានធ្វើកតញ្ញូហើយបុគ្គលដែលមានធ្វើកតញ្ញូដឹងគុណម៉ែឪដែលកតញ្ញូអ្នកដឹងគុណកតវេទីធ្វើតបមានពីរឥឡូវនេះកតវេទីឯងកំពុងធ្វើកិច្ចការដើម្បីតបកតញ្ញូប្រែថាដឹងគុណណែឥឡូវថ្ងៃនេះបានធ្វើទាំងពីរហើយបងកតញ្ញូដឹងថាលោកមានគុណឧបការៈមកដល់យើងធ្វើកតវេទីតបតែងកម្មវិធីបុណ្យនេះដើម្បីជូនដល់លោកដើម្បីលោកត្រេកអររីករាយសប្បាយហើយព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាបុគ្គលដែលមានធ្វើកតញ្ញូដល់មេត្តាបិតានេះបុគ្គលអត់ធ្លាក់ចោលទេធ្វើកតញ្ញូដោយតម្រោចត្រូវបុគ្គលឲ្យធ្លាក់ចោលទេបើធ្វើស្រែធ្វើចង្ការក៏បានផលដែរគេធ្វើអត់បានយើងបានព្រោះធ្វើកតញ្ញូបើធ្វើចំនួនជួញប្រែក៏មានកម្រៃចំណេញជានិច្ចជាប្រកដីបើធ្វើមន្ត្រីរាជការក៏បានឡើងបនឡើងស័កជាប្រកដីព្រោះធ្វើកតញ្ញូនោះជួយត្រោតត្រងបើបុគ្គលដែលមានធ្វើកតញ្ញូនឹងអត់ឲ្យធ្លាក់ចុះទេបាទvì xong bay tê đá cái là xa đẻ tê đá nó miền phùm tê đá rục cả tê đá tam bia sài bia chừng ca đừng thì dương chia một quân miền gan thì lộ ra xa dương miền chuẩn ăn đặc biệt na màu biên trập sầm bát dương cái đây à giúp chi bên dương cái đây tê đá khơi nhanh lộ bình chi ở đa chấm như này cầm pi quân đại ca bón đâu xâm này nhà chẳng bình chi ở chấm như này ở kinh ở chi viên bây giờ nên bộ con lại miền thưa cả tình nhu nào bán pre sama sampo lô sầm đan ta ban này anh trong ở tiêu đa chui này anh xong anh chui còn anh mòn chui cứ để xa dương miền thưa cả tình nhu cả tạ về ti chưa con chưa tô thua sẽ cái đây là ọt luôn dương nó cả ta dương chui luôn dương này tiêu đá luôn chui mà nơi đây là ọt miền thưa cả tình nhu chuyện đàm đã tiêu đá nó tôi chui bụi trào nó là miền thế bụi trào tôi lui cái ban này tiêu đa tôi chui lui phong tiêu đa nó tới bỏ ớt đấy anh ở đây miền thế anh sầm ở nhiều miền rồi bán chia phân để ca bỏ một phân lô sầm đánh thá bởi trong ai tiêu đa chui này anh xong anh chui luôn anh môn
ជួយខ្លួនយើងមុនគឺយើងធ្វើសេចក្តីល្អហ្នឹងឯងសពបែបយ៉ាងទេវតាអត់មានថ្មិចភ្នែកទេឃើញមានមនុស្សអាក្រក់អន្តពាលមកបៀតបៀនយើងលោកផ្នែកពជាឲ្យដល់ចំយើងទេនេះសម្រាប់ពុទ្ធសាសនាសូមឲ្យញោមញាតជ្រាបបើចោលធ្វើទេសនាដោយប៉ុណ្ណឹងឲ្យញោមញាតបងជាង1 ម៉ោងហើយបងឃើញញោមញាតស្ដាប់ធ្វើទេសនាមុខគ្រីមមកតែបែរធុញមិនចង់ស្ដាប់ទៅយូរពេកអង្គុយស្ដាប់នៅគឺស្មានណាចប់យ៉ាឯចប់ចង្កេះផងរាតមាលើករឿងមួយមកសម្ដែងប្រាប់ញោមញាតទៀតណាអនាតបិណ្ឌិកសេដ្ឋីដែលសាងវត្តចេតពុននៅក្រុងសាវត្ថីនឹងថ្វាយព្រះពុទ្ធគង់ថ្ងៃមួយអនាតបិណ្ឌនឹងចូលទៅកាន់វត្តចេតពុននៅផាត់ទៅថ្វាយព្រះពុទ្ធហើយដល់ថ្វាយទៅហើយព្រះពុទ្ធលោកសម្ដែងធើបប្រោសអនាតបិណ្ឌធម្មនាលកហបតីរបស់5យ៉ាងដែលកម្រមនុស្សគេចង់បានគ្រប់គ្នាលោកសម្ដែង5យ៉ាងតែអ្នកណាក៏ត្រូវការដែររបស់5យ៉ាងទី1គឺអាយុវែងញោមញាតណាដែលមិនចង់បានអាយុវែងណាចង់បានគ្រប់គ្នាទី2ពើសម្បល់ល្អធម្មជាតិក៏មិនប្របាក់លៀបលេអីទេទៅធ្លុថ្លាធម្មជាតិទី3សេចក្តីសុខទី4ទ្រព្យសម្បត្តិយស័ក្តិទី5ពេលស្លាប់ទៅកាន់ឋានសួគ៌កើតទេវតារបស់5យ៉ាងនេះមើលញោមញាតចង់បានគ្រប់តែគ្នាបើញោមញាតមិនប្រាប់អាត្មាក៏ដឹងថាណាដែលចង់បាន5យ៉ាងដូចគ្នាបានលោកសម្ដែងប្រាអនាតបិណ្ឌសកហបតីរបស់5យ៉ាងនេះមិនមែនបានដោយការបន់ស្រន់ទេការបដិបានពីការធ្វើទាំងអស់ចេញពីផលរបស់កម្មលោក5យ៉ាងបងអាយុបានអាយុវែងដែលបានអាយុវែងគាត់ថាអាយុវែងមកពីយើងអត់សម្លាប់សត្វណាខ្លួនយើងណាអត់សម្លាប់សត្វយើងមានពើសម្បល់ល្អមកពីយើងយើងមានពើសម្បល់ល្អមកយើងមិនខឹងច្រើនញោមញាតដឹងនៅណាដែលឯងខឹងច្រើនជាងគេដឹងទេមនុស្ស2នាក់មនុស្សស្រីនិងមនុស្សប្រុសណាឯងខឹងជាងគេដឹងថាត្រូវដែរបងមនុស្សស្រីឯងខឹងច្រើនខឹងក្នុងប្តីដើរទៅលេងមិនជួយធ្វើការដើរស៊ីផឹកប៉ឡែសវឹងជាមួយមេពាក់ក៏ខឹងណាជាងការទៅលោបមានស្រីទៅទៀតក៏ខឹងមិនចេះតិចទៅទៀតជាងការខឹងក្នុងកូនចៅបដាមកមួយថ្ងៃប្រមូលតែខឹងមកទុកក្នុងខ្លួនអានឹងដល់អនាគតទៅមានពើសម្បល់អាក្រក់ឯណាញោមញាតបើអញ្ចឹងញោមញាតដឹងត្រូវបន្ធូរចេញសាបានហើយបន្តឲ្យចេញទៅខឹងក្នុងប្តីដល់ស៊ីផឹកប៉ឡែក៏សម្រាប់ទៅអប់រំណែនាំនិយាយទៅកុំទៅចង់កុំអានទុកមកខំកើតពើសម្បល់អាក្រក់កើតជាកើតមកសម្បល់ខ្មៅកញេទៅទិញលេយកមកលាបជួយក៏មិនរួយអាហ្នឹងយកលំអធម្មជាតិណាញោមញាតបងហើយញោមញាតចាំបានសេចក្តីសោកគឺរសាសិល5ហ្នឹងសិទ្ធិមនុស្សគោរពសិទ្ធិមនុស្សនៅលើផែនដីនេះមិនដែលណាស្លាប់បាត់បង់ជីវិតដោយសារយើងសម្រាប់គេក៏មានអត់ដែលណាបាត់បង់ទ្រព្យសម្បត្តិដោយសារយើងទៅលួចក៏គេក៏មានអត់ដែលណាខូចខាតប្តីប្រពន្ធសារយើងទៅបៀតបៀនមកគេក៏មិនមានអត់ដែលណាទៅខូចខាតពាក្យសម្ដីភូតពោកកុហកក៏យើងក៏មានបាទភូតពោកកុហកច្រើនអ្នកលក់តំណែងចាំងកុហកបាទខ្ញុំទិញមកថ្លៃណាស់បងអើយលក់នេះខាតអីក៏ហក់គេសោះបើអញ្ចឹងកុំពោលកុំប្រាប់គេថាទិញមកថ្លៃក៏ហក់តែថ្លៃហ្នឹងយើងលក់យកប្រមាណលក់តែអានេះជិះវៀងរួចបាទនេះញោមញាតអាហ្នឹងអញ្ចឹងបងអាហ្នឹងនិយាយពីគោរពសិទ្ធិមនុស្សរួចក៏មិនអោយផឹកស្រាគ្រឿងសង្វឹងគ្រឿងញៀនអាហ្នឹងមេគេទាំងអស់ហើយបងបើ
ពីសិល5នេះបើមិនឈប់ផឹកស្រាទេមិនបាច់សុំទេសិល4នេះអត់ជាប់ទេនេះបើកាលណាមិនទាន់ឈប់ផឹកស្រាកុំទៅសុំពីព្រោះប្រពន្ធលោកថាសិល5មានសូរាជាចំណងរបស់សិលបើកាលណាញោមញាតអត់ផឹកស្រាទេទៅសម្លាប់គេដាច់តែមួយទេ4អត់ដាច់ទេទៅលួចទ្រព្យគេក៏ដាច់តែមួយដែរ4អត់ដាច់ទេទៅបៀតបៀនប្តីប្រពន្ធគេក៏ដាច់តែមួយដែរអត់ទៅកុហកគេដាច់តែមួយទេបើផឹកស្រាដាច់ទាំងអស់ព្រោះសូណានេះជាភេសជ្ជៈដែលមានធម៌ពលខ្លាំងកាលណាផឹកទៅប្រែប្រួលអាចិត្តវិញ្ញាណយើងជាចិត្តវិញ្ញាណស្រាហើយបងស្អីក៏ហ៊ានធ្វើដែរមនុស្សមិនចេះនិយាយក៏និយាយបបាច់បពូរអ៊ូរទៅមកទៅសវឹងហើយនិយាយមិនឈប់ទេតែមនុស្សមិនកាយទេតែផឹកស្រាក៏សវឹងអួតអាងកាងកាទីកាត់ចាក់ឯណាភ្លាមណានេះខ្ញុំនិយាយអានេះមិនយ៉ាងសារានេះជាមេបានថាកាលណាផឹកស្រាដាច់ទាំងអស់ពីសម្រាប់ញោមញាតខ្លះដូចជាជីវៀងសិល5បានសម្លាប់ក៏មិនដែរសម្លាប់លួចគេក៏មិនដែរលួចបៀតបៀនប្តីប្រពន្ធគេក៏មិនដែរកុហកគេក៏មិនដែរទេដូចជាប់សិល4ដែរណាដូចយើងមានសិល4ដែរកាលណាយើងឈប់បាក់ស្រាទៅរក្សាសិល5ខ្លួនយើងទៅជាមនុស្សទេវតាជាមនុស្សទេវោមានសិល5មនុស្សទេវតាទេវតាពីកំណើតលោកមានសិល5ពីកំណើតមនុស្សយើងរក្សាសិល5វាសកម្មភាពវាស្មើគ្នានឹងទេវតាអត់ពិបាកគោរពអ្នកទេវតាក៏រាប់អានយើងក៏រាប់អានទេវតាជាសមភាពគ្នាណារាប់អានអញ្ចឹងបងនេះសមឲ្យយើងជ្រាបថាមនុស្សទេវោហ្នឹងជាតិជាមនុស្សបណ្ណរឹកព្រាដូចជាទេវតាក្នុងឋានសួគ៌មិនដែលឲ្យទុកទោសណាទេគឺជួយដល់សង្គ្រោះគេនេះសូមឲ្យខ្ញុំញាតជ្រាបចឹងសម្រាប់សិលកបីរសាបងហើយសក្តិយកស័កទ្រព្យសម្បត្តិមកពីយើងបានបរិច្ចាគទានហើយយើងមានចំណេះមានបញ្ញាផងបានមានទ្រព្យសម្បត្តិមានបុណ្យស័ក្តិហើយតែកាលណាមានអំពើទាំង4នេះដល់ស្លាប់ទៅកើតទេវតាហើយដោយស្វ័យប្រវត្តិចឹងអញ្ញមញាណណាចង់ទៅកើតទេវតាមកធ្វើធ្វើ4ហ្នឹងតែបានញោមកុំសម្លាប់គេកុំខឹងច្រើនរសាសិលឲ្យធ្វើទានឲ្យទៅចែកទ្រព្យសម្បត្តិទៅធ្វើបច្ច័យ4ដល់ប្រសង់ទៅនោះទ្រព្យសម្បត្តិញោមញាណកើតមានយស័កក៏កើតមានដែរហើយចុងក្រោយនៃជីវិតទៅកើតជាទេវតាក្នុងឋានសួគ៌នឹងបានសេចក្តីសុខសួស្តីនេះ5យ៉ាងអ្នកណាក៏ត្រូវការដែរខ្ញុំសួរណាមិនចង់បានពុទ្ធណារបស់កម្រ5យ៉ាងកាបដីមនុស្សគេចង់បានគ្រប់តែគ្នាមិនបាននៃការបន់ស្រន់នេះបានដោយសារកម្មដែលយើងធ្វើបើយើងកាន់ពុទ្ធសាសនាជាអ្នកជឿកម្មនឹងផលរបស់កម្មគឺអំពើដែលយើងធ្វើដល់វាចេញជាប្រយោជន៍មកថាផលនោះចេញពីកម្មនឹងឯងទេពុទ្ធសាសនាបញ្រៀនឲ្យធ្វើការទេញោមញាណតែបានទេហើយបញ្រៀនឲ្យមនុស្សធ្វើការទេបងចូលសម្ដែងទៅទេសនាប៉ុណ្ណឹងចុះបងមើលទៅមុខស្អុយក្រៀមអស់គ្រប់គ្នាតែសំបញ្ចប់អញ្ចឹងបងទៅទេសនាអាត្មាភាពសម្ដែងក្នុងកម្មវិធីបុណ្យចម្រើនបច្ចុប្បន្នបនបច្ច័យ4បនឆ្លងប្រាងនេះនិងពាក្យកណានុប្រទានក្នុងឱកាសនេះក៏លំមសំគួរតាមកាលនិងវេលាហើយតែមុននឹងបញ្ចប់ក៏សំលើកកុសលរាសីដែលកើតអំពីបនបច្ច័យ4ចម្រើនបច្ចុប្បន្ននេះជូនអ្នកម្ដាយណាឯណាអ្នកម៉ែនោះអ្នកម៉ែញ័រលន់ហ្នឹងមកឥឡូវនេះកូនគេរៀបចំកម្មវិធីដើម្បីជូនអ្នកម៉ែហ្នឹងហើយតែបានទេហើយចូលសូមឲ្យអ្នកម៉ែធ្វើសេចក្តីត្រេកអររីករាយមានមុខមានមាត់មានកិត្តិយសកូនទាំង6គេនឹកឃើញគេធ្វើបុណ្យដើម្បីនឹងសងគុណតបគុណលោកទៅដល់ភ្នែករស់ហ្នឹងតែបានទេហើយបាទអាត្មាផ្ដាំណាបុណ្យបច្ច័យ4ធ្វើនេះបើគេប្រសងយកទៅវត្តទេតែបានហើយប្រយ័ត្នប្រសងអត់បានគិតបច្ច័យ4ម៉ែនេះគឺជាបច្ច័យ4បាទហ្នឹងហើយបច្ច័យ4បើគេប្រសងយកទៅវត្តអស់ហើយម៉ែអត់
សមឲ្យញោមអនុមោទនាត្រីអរិយទទួលយកកុសលផលបុណ្យដែលកូនចៅទាំង6យើងនឹកឃើញដល់គុណឧបការៈនេះគេធ្វើបងធ្វើនេះមិនងាយទេញោមនេះណាព្យាពលឺច្រើនណាស់នៅគ្រឿងបរិក្ខារក៏ចាញ់ចំណាយត្រាត់ច្រើនដោយសារតគុណនឹងសូមឲ្យធ្វើទឹកចិត្តរីករាយសប្បាយដើម្បីមានសុខភាពល្អមានអាយុវែងយឺនយូរជាម្លប់កូនចៅពុទ្ធសាសនាតាមមេដាបេដាជាម្លប់ដ៏ត្រជាក់របស់កូនជ្រោកនឹងបងអត់មានកដៅអីទេបងតាមមេតាបេតុឆាយាជាម្លប់បើសប្បាយរីករាយអាបាននេះញោមញាតបងហើយម្យ៉ាងទៀតក៏សូមឧទ្ទិសកុសលជូនចំពោះលោកឪពុកនាមសុកគ្រឿនព្រមទាំងបុព្វការីជនដទៃទៀតបើដែលលាលោកទៅកាន់លោកខាងមុខឲ្យសំលោកអ្នកមានគុណទាំងអស់មានឧបាសកញ័រលួតអាចមានឧបាសកសុកគ្រឿននឹងបោអនុមោទនានៅកុសលផលបុណ្យដែលកូនចៅសាច់ញាតិទាំងអស់បានឧទ្ទិសជូននៅក្នុងថ្ងៃនេះដោយទឹកចិត្តរីករាយម្យ៉ាងទៀតសូមជូនពរសព្វសាធុការញោមញាតិទាំងអស់ដែលកំពុងត្រាំស្ដាប់ធម៌ទេសនានេះធម៌ទេសនាដែលអាត្មាសម្ដែងនេះទាក់ទងទៅនឹងសង្គមមនុស្សទេណាញោមញាតិបើកណ្ណាសង្គមមនុស្សរៀបចំបានសុខសន្តិភាពហើយសង្គមរបស់យើងសន្តិភាពស្រួលហើយដូចជីវិតរបស់មនុស្សត្រូវការទីពឹងមុនដំបូងគឺបច្ច័យ4ហ្នឹងឯងឲ្យជីវិតរស់នៅសុខស្រួលបងកាលណាមានបច្ច័យ4គ្រប់គ្រាន់ជីវិតមានសេរីសុខស្ដីអត់តដេបតដាថោកទាបអីទេរស់នៅដោយសុខសួស្ដីសេរីមង្គលក្នុងជីវិតបើស្រ័យនេះសូមជូនដល់ញោមញាតិឲ្យមានបញ្ញាដោយអំណាចការស្ដាប់ធម៌ទេសនាមួយរយៈនឹងជាង1ម៉ោងនេះកើតបញ្ញាក៏ស្ដាប់ឲ្យយល់ក៏ដូចថាមនុស្សយើងត្រូវមានបញ្ញាជាធំជាគ្រឿងទ្រទ្រង់ជីវិតឲ្យរស់នៅស្រួលបច្ច័យ4នេះកាលណាមានបញ្ញាក៏រកបានស្រួលបបោហើយបងចឹងធម៌ទេសនាដែលអាត្មាភាពសម្ដែងក្នុងឱកាសនេះក៏សន្មតទៅចប់តែប៉ុណ្ណេះឯងអេវ៉ាំង